ដាច់មហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Syed Asad bin Tariq Al Said ឧបនាយករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនិងកិច្ចសហប្រតិបត្តិការអូម៉ង់ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកម្ពុជាអាស៊ានលើកទី46និងកិច្ចប្រជុំកម្ពុជាពាក់ព័ន្ធនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីក្នុងឱកាសនៃជំនួបនេះសម្ដេចបវរធិបតីបានថ្លែងអំពីសុខដុមនីយកម្មសាសនានៅកម្ពុជានិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាប្រតិបត្តិដល់ជំនឿសាសនាទាំងអស់នៅកម្ពុជាសម្ដេចបវរធិបតីបានគូបញ្ជាក់ថាកម្ពុជានិងអូម៉ង់មានសក្តានុពលច្រើនក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀតក្រសួងពាណិជ្ជកម្មកម្ពុជាបាននឹងកំពុងខិតខំស្វែងរកឱកាសនិងការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀតក្នុងការជំរុញទំហំពាណិជ្ជកម្មនិងការទាក់ទាញការវិនិយោគបន្ថែមពីតំបន់មជ្ឈមបូព៌ារួមទាំងប្រទេសអូម៉ង់ព្រះអង្គម្ចាស់ Syed Asad bin Tariq Al Said បានសម្ដែងនៅសេចក្តីសោមនស្សរីករាយដែលបានជួបជាមួយសម្ដេចបវរធិបតីព្រះអង្គម្ចាស់បានលើកឡើងថាកម្ពុជាជាប្រទេសដែលមានលក្ខណៈល្អប្រសើរក្នុងការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសអូម៉ង់ក៏ដូចជាបណ្ដាប្រទេសនៅមជ្ឈមបូព៌ាអូម៉ង់កម្ពុជាមានចំហស្រដៀងគ្នាលើការដោះស្រាយបញ្ហានានាដោយឈលលើគោលការណ៍សន្តិវិធីព្រះអង្គម្ចាស់បានបន្ថែមថាស្របពេលដែលបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពាក់កំពុងផ្ដោតមកទិសខាងកើតកម្ពុជានិងអូម៉ង់នឹងមានឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនសម្ដេចបវរធិបតីនិងព្រះអង្គម្ចាស់បានឯកភាពជំរុញក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗរួមមានពាណិជ្ជកម្មកសិកម្មនិងការជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន